បាទសួស្តីអ្នកទាំងអស់គ្នាបាទក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបចូលទៅបង្កើត Google Classroom ហើយនិងរបៀបប្រើប្រាស់ Google Classroom នៅ tool មួយចំនួនបាទហើយតើតើនឹងការប្រើប្រាស់ Google Classroom ហ្នឹងវាគឺជាកម្មវិធីមួយដែលគេរចនាឡើងសម្រាប់ជួយដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនកូនសិស្សតាមរយៈអនឡាញនិងការបង្កើតឯកសារមួយចំនួនរបស់ពួកគាត់ផងដែរបាទដោយមិនចាំបាច់ប្រើกระดาษហើយវាសន្សំពេលវេលាងាយស្រួលដល់លោកគ្រូហើយនិងសិស្សផងបាទក្នុងការបំពេញកិច្ចការងារបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូនឹងគាត់ចង់ធ្វើការផ្ញើឯកសារទៅតាមថ្នាក់នីមួយៗអីឬក៏ដាក់សំណួរចម្លើយក្នុងការឲ្យសិស្សហ្នឹងគាត់អនុវត្តអីគឺយើងអាចរៀបចំបាននៅក្នុង Google Classroom បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកទាំងអស់គ្នាអាចមើលតាមវីដេអូនេះរបៀបចូលទៅបង្កើតបាទទាំងអស់គ្នាបាទអញ្ចឹងមុនដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុងកម្មវិធី Chrome ដោយភ្ជាប់ជាមួយនឹង account របស់ Google នឹងថា Gmail account បាទអញ្ចឹងអ្នកទាំងអស់គ្នាចុចមកកន្លែងនេះឃើញសញ្ញាចុច9នេះបាទហ្នឹងកន្លែងហ្នឹងគេហៅតាក់ទងនឹង Google App បាទយើងចុចចូលទៅវានឹងបង្ហាញ tool តាក់ទងនឹង Google App ហើយបាទអញ្ចឹងក្នុងនេះយើងមកមើលកន្លែងនេះ Google Classroom នេះកន្លែង Classroom នេះបាទអញ្ចឹងបើសិនជាអ្នកទាំងគ្នាពេលអ្នកទាំងគ្នាចូលទៅក្នុងកន្លែងខ្លះវាអត់បង្ហាញទេក្នុងកុំព្យូទ័រខ្លះអញ្ចឹងអ្នកទាំងគ្នាអាច scroll មកក្រោមនេះមកមើលកន្លែងនេះ more from Google បាទហើយបន្តមកយើង scroll មកក្រោមមកបាទអញ្ចឹងយើងមកមើលកន្លែងនេះ filter by feature ទៅនេះបាទអញ្ចឹងអ្នកទាំងគ្នាចុចកន្លែងហ្នឹងមកហើយកន្លែងនេះយើងជ្រើសរើសយក for all អញ្ចឹងវានឹងបង្ហាញតកតង app របស់ Google ទាំងអស់តកតងបាទអូខេអញ្ចឹងយើងអាចមកមើលបានវាមានច្រើនបាទអញ្ចឹងយើងមកមើលទៅអ្នកកន្លែងនេះតកតងនឹង Google Classroom យើងអាចចុចកន្លែងហ្នឹងបានបាទបន្ទាប់ពីអ្នកទាំងគ្នាចុចចូលហើយអញ្ចឹងយើងអាចចុចកន្លែងនេះតកតងនឹង sign in to Classroom បាទអញ្ចឹងយើងអាចចុចចូលកន្លែងហ្នឹងបានបាទនេះគឺជាថ្នាក់រៀនរបស់ខ្ញុំដែលខ្ញុំបានបង្កើតពីមុនមកបាទអញ្ចឹងនៅពេលបើសិនជាពេលយើងចុចចូលមកបើសិនជាយើងអត់មានថ្នាក់រៀនទេគឺយើងអាចចូលមកបង្កើតវាបានបាទអញ្ចឹងអ្នកទាំងអស់គ្នាមកមើលកន្លែងនេះមកនេះកន្លែងសញ្ញាបូកនេះ create add or join a class មានន័យថាយើងអាចចូលទៅបង្កើត class ឬក៏យើងអាចធ្វើការ join ទៅ class ណាផ្សេងទៀតបាទដែលគេទម្លាក់លេខកូដមកទម្លាក់កូដមកសម្រាប់យើងធ្វើការ join ហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងសញ្ញាបូកនេះមកបាទអញ្ចឹងកន្លែងនេះ join class អាហ្នឹងយើងអាច join ទៅ class ថ្នាក់រៀនណាមួយអញ្ចឹងទៅបាទដែលគេទម្លាក់កូដមកឬក៏លោកគ្រូអ្នកគ្រូគាត់ទម្លាក់កូដមកអញ្ចឹងបាទអូខេអញ្ចឹងកន្លែងនេះយើងយក create add class បាទចុចលើវាមកហើយយើងធ្វើការ text កន្លែងនេះបាទឬក៏បើសិនជាយើងមានពេលអីយើងអាចអានព័ត៌មានខ្លះទៅតាក់ទងនៅកន្លែងហ្នឹងបាទអូខេអញ្ចឹងកន្លែងនេះចុច text មកហើយកន្លែងនេះយើងយកពាក្យ continue បាទអញ្ចឹងមកដល់កន្លែងចំណុចនេះតាក់ទងនឹងការបំពេញព័ត៌មានមួយចំនួនយើងមកមើលកន្លែងនេះតាក់ទងនឹង class name មានន័យថាដាក់តាក់ទងឈ្មោះថ្នាក់របស់យើងបាទឧទាហរណ៍ថាឈ្មោះថ្នាក់របស់យើងឧទាហរណ៍ថាតាក់ទងនឹងអាគារឬក៏ឧទាហរណ៍ថាបន្ទប់ថ្នាក់របស់យើងតាក់ទងថ្នាក់គេឧទាហរណ៍ថាខ្ញុំដាក់ B ចុះឧទាហរណ៍ថា B អឺ205អញ្ចឹងទៅបាទឧទាហរណ៍ថាខ្ញុំដាក់តាក់ទង B 205បាទអញ្ចឹងកន្លែងនេះតាក់ទង section ហ្នឹងឧទាហរណ៍ថា section ហ្នឹងបង្រៀនដោយលោកគ្រូណាអញ្ចឹងណាម៉ោងលោកគ្រូណា section លោកគ្រូណាអញ្ចឹងបាទអញ្ចឹងយើងអាចដាក់ឈ្មោះកន្លែងហ្នឹងបានឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់បាទបែបហ្នឹងមកបាទហើយកន្លែងនេះតកតងនឹង subject នេះគឺតកតងនឹងមុខវិជ្ជាបាទមុខវិជ្ជាដែលត្រូវបង្រៀនបាទអញ្ចឹងយើងដាក់មកឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ English អូខេហើយកន្លែងនេះតកតងនឹង room អញ្ចឹងយើងកន្លែងនេះយើងអាចកំណត់តកតងនឹងឧទាហរណ៍ថាតកតងនឹង level កម្រិតភាសាអង់គ្លេសហ្នឹងក៏បានដែរឧទាហរណ៍ថាកន្លែងនេះយើងដាក់អញ្ចឹងអាហ្នឹងវាអាស្រ័យលើតែយើងអ្នកកំណត់ទេបាទអញ្ចឹងឧទាហរណ៍តែកន្លែងនេះខ្ញុំដាក់ beginner មកអូខេបាទអញ្ចឹងបន្ទាប់ពីយើងកំណត់រួចហើយបំពេញព័ត៌មានរួចហើយអញ្ចឹងកន្លែងនេះយើងយកពាក្យ create add បាទ create add មកបាទអញ្ចឹងយើងនឹងបានថ្នាក់មួយបាទនេះ B 205បាទនេះ teacher
គេថា section របស់លោកគ្រូសុរិនអញ្ចឹងទៅបាទអញ្ចឹងនេះតកតងនឹង code ខ្លះ code នៅពេលដែលយើងចង់ឲ្យកូដសិស្សហ្នឹងគាត់ធ្វើការ join មកក្នុងថ្នាក់រៀនហ្នឹងគឺយើងត្រូវ copy code នេះដើម្បីឲ្យគាត់ធ្វើការ join បាទអញ្ចឹងកន្លែងនេះខ្ញុំបញ្យល់តកតង tool មួយចំនួនដែលត្រូវរបៀបប្រើប្រាស់យើងមកមើលកន្លែង customize កន្លែងនេះបាទយើងចុចមកអញ្ចឹងកន្លែងនេះតកតងនឹងការកំណត់ទៅលើនេះផ្ទាំង banner របស់យើងកន្លែងនេះបាទយើងអាចចូលទៅយករូបភាពដែលយើងបាន design ហើយក៏បានយើងអាចចូលទៅយករូបភាពឬក៏យើងចង់ទៅជ្រើសរើសយកកំណត់តកតង theme តកតង item ដែលគេមានក្នុងខ្សែយើងយកកន្លែងនេះ select photo ទៅនេះមកអញ្ចឹងវាមាននេះតកតង general តកតង English ឬក៏ history បាទយើងអាចជ្រើសរើសបានតកតង math ឬក៏ science អញ្ចឹងទៅបាទកន្លែងនេះឧទាហរណ៍ថាខ្ញុំជ្រើសរើសយកអូខេរូបមួយណាអូខេឧទាហរណ៍ខ្ញុំយកមួយនេះចុះអូខេនេះកន្លែងនេះ English អូខេបាទអញ្ចឹងកន្លែងនេះយើង select មក select class term បាទហើយកន្លែងនេះតើតង select term color តើតងការកំណត់ពណ៌អូខេអញ្ចឹងកន្លែងនេះបន្ទាប់ពីយើងជ្រើសរើសហើយយើងអាចចុច save ឬក៏យើងមានរូបភាពណាដែលយើងពេញចិត្តយើងអាចចូលទៅយកបានបាទអូខេចុចប្រើបែបហ្នឹងមកអូខេទៅយករូបភាពមករូបដែលយើងបាន design រួចហើយស្រេចហ្នឹងបាទអញ្ចឹងកន្លែងនេះចុច save មកបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់រូបភាពដាក់អីហើយយើងមកមើលកន្លែងនេះ class work នេះអូខេអញ្ចឹងតើតង class work នេះតើតងការចូលទៅបង្កើតទៅតាមវាថាយើងចូលទៅបង្កើត folder ទៅតាមប្រភេទឯកសាររបស់យើងនីមួយៗបាទអញ្ចឹងយើងមកមើលកន្លែង create add នេះមកអញ្ចឹងកន្លែងនេះវាមានតើតងអីគេតើតង assignment តើតង quick assignment តើតង question material អីចឹងទៅឬក៏យើងចង់បង្កើតតើតងនឹងអីបន្ថែមទៀតយើងអាចចូលមកកន្លែង topic នេះអញ្ចឹងឥឡូវឧទាហរណ៍កន្លែងនេះខ្ញុំចូលទៅបង្កើតតើតងនឹងfolder អីបន្ថែមទៀតសម្រាប់យើងដាក់មេរៀនឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់តើតងនឹង exercise ចឹងទៅបាទ exercise អូខេតមកខ្ញុំ add នេះ topic របស់ខ្ញុំបាទអញ្ចឹងវានឹងបង្ហាញក្នុង topic នេះបាទឬក៏យើងចង់ទៅបង្កើតអីថែមទៀតឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ lesson ចឹងទៅបាទខ្ញុំអាចបង្កើតថែមបានបាទអញ្ចឹងកន្លែងនេះឧទាហរណ៍តទៅនឹងកន្លែង exercise នេះខ្ញុំចង់ upload ទៅដោយប្រភេទឯកសារតទៅនឹងលំហាត់អនុវត្តបាទអញ្ចឹងកន្លែងនេះអូខេអញ្ចឹងខ្ញុំចង់ upload ចូលក្នុងហ្នឹងបាទអញ្ចឹងយើងអាចចូលមកកន្លែងនេះដដែលនេះកន្លែង class work យើងនេះដដែលហើយយើងជ្រើសរើសយកកន្លែង assignment របស់យើងនេះមកបាទអញ្ចឹងយើងចូលមកនេះឃើញអញ្ចឹងតកតងនឹង title នេះឥឡូវឧទាហរណ៍ថាកន្លែង title នេះយើងដាក់តកតងនឹងអីគេឧទាហរណ៍ថា exercise 1ទៅបាទឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ exercise 1បាទអូខេអញ្ចឹងកន្លែង introduction នេះ optional មានថាយើងចង់ដាក់ក៏បានឬក៏មិនបាច់ដាក់ក៏បានដែរបាទអូខេអញ្ចឹងកន្លែងនេះឧទាហរណ៍ថាយើងដាក់តកតងអីគេឧទាហរណ៍ថាអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់តកតងនឹងអូខេឧទាហរណ៍ថាតកតងនឹង grammar អញ្ចឹងទៅបាទអូខេអញ្ចឹងយើងដាក់កន្លែងហ្នឹងមកអញ្ចឹងយើងចូលអញ្ចឹងដើម្បីយើងចូលទៅយកឯកសាររបស់យើងមក upload ចូលក្នុងនេះដើម្បីឲ្យកូនសិស្សគាត់ធ្វើយើងអាចមកជ្រើសរើសកន្លែងនេះបាទឬក៏យើងមានឯកសាររបស់យើងហ្នឹងនៅក្នុង Google Drive ហើយយើងអាចចូលតាមនេះបាទអញ្ចឹងកន្លែងនេះខ្ញុំចូលទៅយកឧទាហរណ៍ថាកន្លែងនេះចូល upload យកពាក្យប្រើអញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំចូលទៅយកឯកសារណាមួយអូខេអានេះខ្ញុំគ្រាន់ឧទាហរណ៍ទេឧទាហរណ៍ថាខ្ញុំ upload តទៅនឹង file មួយនេះចុះបាទអញ្ចឹងយើងយកពាក្យ open មកបាទបន្ទាប់ពីយើងធ្វើការ upload ហើយនេះអញ្ចឹងកន្លែងនេះយើងអាចជ្រើសរើសថ្នាក់បានសម្រាប់ថ្នាក់របស់យើងចង់ select ទៅថ្នាក់ណាខ្លះដើម្បីយើងធ្វើការផ្ញើទៅបាទអញ្ចឹងបើយើងចង់ដាក់ទាំងអស់យើង select វាទាំងអស់មកបាទហើយកន្លែងនេះតទៅ student អញ្ចឹងបើសិនជាសិស្សទាំងអស់ហ្នឹងយើងចង់ឲ្យសិស្សទាំងអស់ហ្នឹងគាត់ធ្វើការប្រឡងឬក៏អនុវត្តយើង select ទាំងអស់ទៅបាទអញ្ចឹងដោយសារកន្លែងនេះខ្ញុំមានថាថ្នាក់រៀនហ្នឹងខ្ញុំទើបតែបង្កើតថ្មីអញ្ចឹងអត់ទាន់មានសិស្សគាត់
ចូលទេបាទហើយកន្លែងនេះតើតងនឹងការកំណត់ថ្ងៃខែបាទហើយកន្លែងនេះតើតងនឹងកំណត់ topic យើងចង់ select ទៅលើ topic មួយណាដែលយើងចង់ឲ្យតើតងនឹងលំហាត់យើងហ្នឹងពេលយើងកំណត់assign ទៅឲ្យវាចូលទៅក្នុង folder មួយណាកិច្ចការមួយណាបាទអញ្ចឹងយើងអាចជ្រើសរើសបាននៅកន្លែងនេះ exercise ហើយកន្លែងនេះតើតង lesson ដែលយើងបង្កើតមិញបាទឬគឺយើងចង់បង្កើតតើតង topic ថ្មីទៀតក៏បានដែរបាទអញ្ចឹងកន្លែងនេះខ្ញុំជ្រើសរើសកន្លែង exercise នេះមកហើយកន្លែងនេះតើតងបន្ទុកបាទអញ្ចឹងកន្លែង assign to នេះអូខេនៅពេលដែលយើងមានសិស្សគាត់ចូលអញ្ចឹងគេនឹងឲ្យយើងជ្រើសរើស select ហើយបាទអញ្ចឹងបើសិនជាយើងយកទាំងអស់យើងគ្រាន់តែ select យកទាំងអស់ទៅបាទអញ្ចឹងកន្លែងនេះយើង assign មកបាទតែប៉ុណ្ណឹងមានអីទៀតអត់ទេបាទអញ្ចឹងបន្ទាប់ពីយើង assign មកនេះឃើញទេ exercise របស់យើងនៅក្នុងនេះពេលយើងចូលមកក្នុង folder exercise របស់យើងហ្នឹងកិច្ចការរបស់យើងហ្នឹងគឺវាបង្ហាញណាបាទអូខេអញ្ចឹងយើងអាចសរសេរ add comment add អីបានក្នុងនឹងទៀតបាទអូខេកន្លែងនេះតើតងនឹង people នេះតើតងនឹង teacher ហើយនឹង student បាទអញ្ចឹងឧទាហរណ៍ថា teacher នេះយើងចង់ឲ្យលោកគ្រូណាគាត់ចូលមកចូលនៅក្នុងថ្នាក់ដែរឧទាហរណ៍ថាគ្រូជំនួយអីចឹងទៅបាទហើយកន្លែងនេះតើតង student អញ្ចឹងយើងអាច add គាត់ចូលបានអូខេតាមនឹងបានអូខេឬក៏យើង copy link នេះដើម្បី invite គាត់ចូលបានបាទឥឡូវឧទាហរណ៍ថាកន្លែងនេះខ្ញុំហៅអូខេមួយនេះចូលកូនខ្មែរនេះអូខេអញ្ចឹងខ្ញុំ invite ទៅបាទអញ្ចឹងគាត់ចូលបានហើយបាទអូខេអញ្ចឹងកន្លែងនេះយើងអាចបំពេញអីបន្ថែមបានទៀតបាទអូខេយើងចង់សរសេរ message អីប្រាប់ទៅដល់ពួកគាត់ក៏បានដែរបាទយើងអាចសរសេរកន្លែងហ្នឹងទៅសរសេរប្រាប់ដល់ពួកគាត់ទៅជា message អីចឹងទៅបាទអូខេហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយអរគុណសម្រាប់ការតាមដានវីដេអូនេះផងដែរបាទ